នេះនិយាយពីគេចូលចិត្តក្រៅគេចូលចិត្តក្រៅគឺយើងមាន3មេសម្រាប់ប្រើប្រាស់សម្រាប់គេខាងក្រៅហើយយើងគេដណ្ដើមក្រៅយើងត្រូវតែដណ្ដើមក្នុងមាន3មេមេទី1គេហៅស្វាប្រចាំមេទី2ដកស្រង់ចេញពីដំបងបុកតោគឺវាយដោយរបៀបក្បាច់បុកតោមេទី3គឺវាយដោយរបៀបស្វាកេះក្រចកនេះក្បាច់សម្រាប់គេដណ្ដើមក្រៅឧទាហរណ៍ស្វាប្រចាំមេទី2គេហៅក្បាច់បុកតោក្បាច់បុកតោដកស្រង់ចេញពីដំបង2ដកស្រង់ចេញពីដំបង2មានន័យថាក្បាច់បុកតោដកស្រង់ចេញពីដំបង2ដំបង2នេះពេលណាវាវាយវាបុកហើយវាវាយទៀតប៉ិនយើងយកទៅប្រើដៃជំនួសដំបងនឹងវិញគេហោគេទាត់ចំកូនទីយើងប្រើវាយដោយរបៀបនេះនេះតំបងបុកតោវគ្គទី3គេដណ្ដើមប្រើដែរហើយគេប្រើដោយជើងដែរយើងប្រើដោយក្បាច់ស្វាកេះកញ្ចក់ក្បាច់ស្វាកេះកញ្ចក់វាវាយដូចគ្នាហើយវាវាយដូចគ្នាទៀត